សូមជូនរឿងតុក្កតធីតាបាយក្តាំងមួយដុំរបស់ស្ត្រីអភ័ព្វមានតម្លៃកាត់ថ្លៃមិនបានកាលព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តពេលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹត្យកើតអហេយតកៈរោគស្លាប់អស់នៅសល់តែកូនស្រីមួយនាងធីតានោះកាលបើមាតាបិតាបងប្រុសស្រីស្លាប់អស់ហើយក៏រត់ចុះពីផ្ទះទៅជ្រកកនៅក្រោមផ្ទះរបស់ជនដទៃមនុស្សទាំងឡាយបានឃើញធីតាកំសត់ក៏មានចិត្តមេត្តាករុណាឲ្យបាយកកបាយក្តាំងដែលសល់ពីខ្លួនបរិភោគឲ្យដល់នាងទៅរាល់ថ្ងៃថ្ងៃមួយព្រះមហាកាសបត្ថេលោកចេញពីនិរោធសមាបត្តិបានរំពឹងពិចារណារកបុគ្គលដែលគួរទៅជួយសង្គ្រោះក៏បាននាងទុក្កតធីតានោះហើយក៏បានជ្រាបដោយសពគ្រប់ថាបើអាត្មាអញទៅដល់នាងទុក្កតធីតានឹងឲ្យបាយក្តាំងដល់អាត្មាអញពុកខានកាលបើដូច្នោះហើយនាងនឹងបានទៅកើតនៅក្នុងឋានសួគ៌ពិតប្រាកដម្យ៉ាងទៀតនាងនេះត្រូវជាមេដារបស់អាត្មាអញក្នុងជាតិជាគម្រប់3រាប់អំពីជាតិនេះទៅព្រះមហាកាសបត្ថេបានជ្រាបដូច្នោះហើយក៏យកបាតនិមន្តសម្ដៅទៅទីដែលនាងទុក្កតធីតានោះអាស្រ័យនៅលំដាប់នោះសកទេវរាជព្រះចៅឋានត្រៃត្រឹងបានជ្រាបហេតុនោះហើយក៏និមិត្តខ្លួនជាមាណពកាន់អាហារទិបដើរទៅស្កាត់មុខព្រះមហាកាសបត្ថេព្រះមហាកាសបត្ថេបានជ្រាបថាប្រអិនមកខ្លែងដូច្នោះក៏មានថេរដីកាហាមឃាត់ថាមហារាជកុំបន្លំយកសម្បត្តិរបស់នាងទុក្កតធីតាឡើយសូមព្រះអង្គជៀសចេញទៅសកទេវរាជក៏វិលត្រឡប់ទៅកាន់ឋានទេវលោកវិញព្រះមហាកាសបត្ថេបាននិមន្តទៅឈរនៅក្នុងទីចំពោះមុខនាងទុក្កតធីតានាងទុក្កតធីតាគិតថាព្រះថេរៈនេះលោកមកប្រោសអញហើយតើអញចំជាស្ត្រីមានលៀបប្រសើរណាស់សេចក្តីជ្រះថ្លារបស់នាងនៅក្នុងពេលនោះក៏កាត់ឡើងពេញបរិបូរណ៍តារាបដល់ព្រឺរោមព្រឺស្បែកនាងបានយកបាយក្តាំងមួយដុំដែលនៅក្នុងអំបែងយកទៅដាក់បាតព្រះមហាកាសបត្ថេព្រះមហាកាសបត្ថេកាលបើបានបាយក្តាំងហើយក៏ងាកមើលនាយអាយបំរុងនឹងរកកន្លែងឆាន់ពួកមហាជនបានឃើញអាការៈនោះហើយក៏នាំគ្នាក្រាលអាសនៈប្រគេនលុះឆាន់ហើយក៏ធ្វើផតតានុមោទនាសរសើរអានិសង្សទានដោយពុស្តាទើបមានថេរដីកាទៅរកនាងទុក្កតធីតាថាម្នានាងកំសត់កាលពីជាតិមុននាងត្រូវមកជាមេដាបង្កើតរបស់អាត្មាក្នុងជាតិទី3រាប់អំពីជាតិនេះទៅនាងទុក្កតធីតាបានលឺដូច្នោះហើយក៏រងឹតតែជ្រះថ្លារីករាយជាពិយោភាពបន្ទាប់មកនាងក៏ធ្វើមរណកាលទៅកើតនៅក្នុងឋាននិមានរវតីទេវលោកបរិបូរដោយទិព្វសិរីខ្ចាត់ផុតសេចក្តីទល់ក្រគ្រប់យ៉ាងរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ